Ai từng bậc mong này thùng nè rồi này một cái lô chiên 2 kg đó và thực hiện bên tên nè នេះគឺជាការធ្វើដំណើរស្វែងរកទឹកធ្លាក់ថ្មីមួយកន្លែងដែលសង្ងំលាក់ខ្លួនហាក់គ្មានអ្នកដឹងឮសូម្បីតែឈ្មោះតើទឹកធ្លាក់មួយកន្លែងនេះមានទីតាំងស្ថិតនៅឯណាហើយការបង្កើតផ្លូវថ្មីទៅកាន់ទឹកធ្លាក់មួយនេះត្រូវប្រឈមមុខទៅនឹងឧបសគ្គអ្វីខ្លះកុំឲ្យខាតពេលយូរមកតាមដានជាមួយខ្ញុំទាំងអស់គ្នាក្នុងពេលឥឡូវនេះចាប់ផ្ដើមសាច់រឿងដំបូងពួកខ្ញុំបាននាំគ្នាធ្វើដំណើរទាំងយប់ដោយសារតែម្នាក់ចូលរវល់ការងាររៀងៗខ្លួនតោះតែឆ្លៀតពេលបែបនេះទើបអាចត្រូវពេលគ្នាបានបន្ទាប់ពីធ្វើដំណើរឡើងភ្នំជាច្រើនម៉ោងទាំងកណ្ដាលយប់ក៏ចេះតែបន្តរហូតដល់កំពូលភ្នំហើយក៏នាំគ្នាបោះតង់សម្រាកមុននឹងបន្តឆ្ពោះទៅកាន់គោលដៅការសម្រាកមានរយៈពេលខ្លីមែនទែនចូលដេកកណ្ដាលយប់ជ្រៅហើយត្រូវងើបពីព្រលឹមអុលមុននឹងថ្ងៃរះព្រោះផ្លូវដែលបង្កើតថ្មីយើងពុំអាចដឹងមុនថានឹងជួបឧបសគ្គអ្វីខ្លះតាមផ្លូវក្នុងរដូវនេះសម្បូរផ្លែឈើព្រៃខ្លាំងមែនទែនមិនថាផ្លែម៉ាក់ប្រាំងព្រៃឬក៏ផ្លែធ្លុកនោះទេហើយឥឡូវនេះជាពេលដែលត្រូវលុកនឹងត្បល់ព្រៃហើយទីនេះសម្បូរទៅដោយព្រៃឫស្សីក្រាស់និងច្រាំងដាច់ជាច្រើនប្រសិនបើជួបអីយើងក៏ដោះនឹងទៅយើងព្យាយាមដោះវាមួយដើម្បីបន្តទៅកាន់គោលដៅនៅខាងមុខការប្រឈមមុខកាន់តែខ្លាំងគឺច្រាំងដាច់ដែលជាគ្រោះថ្នាក់មួយមើលមិនឃើញនិងមិនមានឧបករណ៍សុវត្ថិភាពទាល់តែសោះអ្វីដែលជាដំណោះស្រាយគឺបំណិនជីវិតបទពិសោធន៍និងការប្រុងប្រយ័ត្នកម្រិតខ្ពស់ព្រោះបើជ្រុលជើងមិនតិចជ្រុលដល់ជ្រៅកំពុងរងចាំនៅខាងមុខកន្លែងខ្លះតម្រូវឲ្យកាប់ឆ្កានិងកន្លែងខ្លះតម្រូវឲ្យតោងវ៉ឬក៏រំកិលខ្លួនការរក្សាតុល្យភាពនៃទម្ងន់ខ្លួនថ្លឹងឲ្យសមស្របទៅនឹងទំនាញរបស់ចំណោទនៃច្រាំងដាច់របស់ផ្ទៃផែនដីហើយមានតែខ្លួនយើងផ្ទាល់តែប៉ុណ្ណោះដែលដឹងថាតើរក្សាទម្ងន់ខ្លួនជាមួយនឹងច្រាំងចោតគឺបែបណាបើមិនដូច្នោះទេគ្រប់យ៉ាងនឹងត្រូវបញ្ចប់ត្រឹមរយៈពេលខ្លីឲ្យដើរផ្លូវស្រួលអត់ទេណែមួយដែលដើរផ្លូវជ្រោះនេះហេណែកន្លែងជ្រៅដាច់ប៉ាត់បងនេះគ្នាភ័យស្លន់ស្លោអត់ហ៊ានងើបណាឌូដើរអង្គើមឡើងអូអាណិតដែរពីតាមវិញមកពីលើហ្នឹងមកពីលើនោះមកធ្លាក់ល្មៀលដល់ពីលើមកនោះឥឡូវនេះដំឈៀងខាងឆ្វេងតោងអានោះអានេះសិតតបាក់ណាដំអាឡើងមកអាស៊ីមកដំមួយយេតោងទីបំផុតម្នាក់ក៏បន្តមកដល់មាត់ទឹកដែលជាជំរាលមានសុវត្ថិភាពមួយគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខទៀតការធ្វើដំណើរតាមខ្សែទឹកក៏ចេះតែបន្តទីបំផុតក៏មកដល់គោលដៅម្នាក់ហាក់មានសភាពហេវហត់ខ្លាំងតែនៅតែមានភាពសប្បាយរីករាយជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនៃទឹកធ្លាក់មួយនេះបន្ទាប់ពីរៀបចំបោះជំរំរួចក៏ចាប់ដើមទៅងូតទឹកជំរះញើសភាពរមាស់និងភាពកខ្វក់ចេញពីខ្លួនមិនថាដើរព្រៃឬឡើងភ្នំកន្លងមកខ្ញុំតែងតែប្រើប្រាស់សាប៊ូសាហារ៉ាដែលប្រើបានទាំងបុរសនិងនារីផ្សំចេញពីវត្ថុធាតុដើមល្អៗជាច្រើនមុខដើម្បីជួយកាត់បន្ថយការជ្រុះសក់បំបត្តិអង្គែធ្វើឲ្យសក់ទន់រលោងពិសេសស្បែកក្បាលត្រជាក់ស្រួលបង្កើតដោយសារជាតិម៉ង់តុលបន្ថែមដោយក្លិនប្រហើរនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយតាំងពីកក់លើកដំបូងចំពោះសាប៊ូដុសខ្លួនសាហារ៉ាវិញក៏មានសារជាតិ Gold Collagen ជួយឲ្យស្បែកមានសំណើមភ្លឺរលោងសម្រាប់បាក់តេរីកម្ចាត់ក្លិនមិនល្អនិងមានក្លិនក្រអូបប្រហើរសាប៊ូសាហារ៉ាក៏មានដបតូចៗដើម្បីងាយស្រួលខ្ចប់ដាក់តាមខ្លួនផងដែរសាហារ៉ាជាផលិតផលប្រទេសកម្ពុជាសុទ្ធសាធផលិតឡើងដើម្បីលើកស្ទួយផលិតផលជាតិឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញបន្ទាប់ពីងូតទឹកសម្អាតខ្លួនជាមួយនឹងសាប៊ូសាហារ៉ារួចក៏ចាប់ផ្ដើមចម្អិនម្ហូបនិងញ៉ាំបាយថ្ងៃមុននឹងបន្តសកម្មភាពចេញទៅរកម្ហូបចំពោះទឹកធ្លាក់មួយកន្លែងនេះអាចនឹងលិចបាត់នៅក្នុងរដូវវស្សាហើយផុសចេញនៅក្នុងរដូវប្រាំងការរកឃើញទឹកធ្លាក់មួយនេះអាចថាជារឿងចៃដន្យមួយផងដែរហើយពួកខ្ញុំហៅទីនេះថាទឹកធ្លាក់រង្វះពីរដោយយោងទៅតាមទម្រង់ហូរព្រែកចែកចេញជាពីរដូចស្នាមគេវះនិងមានសម្រស់ស្រស់ស្អាតមួយបែបសម្រាប់អ្នកភូមិដែលនៅខាងក្រោមភ្នំពេលសួរពួកគាត់ទៅក៏មិនមាននរណាទាន់ស្គាល់នោះដែរទឹកធ្លាក់មួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងខេត្តកំពតចំពោះសកម្មភាពនៅទីនេះគឺមានច្រើនមែនទែនមិនថាស្ទួយត្រីងូតទឹកលេងកម្សាន្តភ្លក់ផ្លែឈើបន្លែព្រៃនិងស្រង់ក្លិនអាប់ជាមួយធម្មជាតិពណ៌បៃតងស្រស់ដែលមើលទៅត្រជាក់ភ្នែកខ្លាំងជាពិសេសគឺសម្បូរត្រីខ្លាំងមែនទែនការធ្វើដំណើរមកកាន់ទីតាំងមួយនេះក៏មានផ្លូវផ្សេងដើម្បីធ្វើដំណើរតែត្រូវចំណាយពេលយូរនិងរយៈចម្ងាយឆ្ងាយជាងផ្លូវកាត់ក៏ប៉ុន្តែមានសុវត្ថិភាពជាងទីនេះអាចនិយាយបានថាជាទឹកធ្លាក់ដែលមានសភាពស្ងប់ស្ងាត់ល្អស័ក្តិសមសម្រាប់ពុកម៉ែបងប្អូនដែលចង់មកភ្លក់រសជាតិបែបផ្សងព្រេងនិងសម្រាប់លំហែបែបធម្មជាតិការដើរព្រៃឡើងភ្នំបោះតង់កន្លងមកមិនថាផលិតផលអ្វីនោះទេភាគច្រើនខ្ញុំព្យាយាមតាមតែអាចធ្វើទៅបានដោយការមិនប្រើប្រាស់ផលិតផលនៅក្នុងទឹកដោយផ្ទាល់ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីពេលខ្លះពុកម៉ែបងប្អូនក៏អាចសាកល្បងផ្ដល់ពេលវេលាខ្លួនឯងឬក៏ប្រកួតប្រជែងជាមួយខ្លួនឯងដើម្បីទទួលបានរសជាតិថ្មីនិងបទពិសោធន៍ថ្មីមួយចំពោះខ្លួនឯងផងដែរសម្រាប់វីដេអូថ្ងៃនេះក៏ឈានមកទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយអូយក្រៀមមកវាល្អខ្លាំងមែនតើញាក់